បាទថ្ងៃនេះគឺមកការដើមម្ទេសដែលដើមម្ទេសនេះគឺធ្លាប់មានផ្កាផ្លែហើយក៏តែមួយរយៈនេះគឺវាលែងផ្កាលែងផ្លែអញ្ចឹងក៏ខ្ញុំដូរដីបាទដូរដីនេះមានដីចាស់ខ្លះដែលមានចកឫសចកអីខ្លះបាទខ្ញុំកាត់ឫសវាចោលខ្លះទៅបាទកាត់មែកកាត់អីចោលខ្លះទៅឲ្យថែមជីបាទដីចាស់ដែលយើងដើមពីមុនហ្នឹងគឺយើងយកមកប្រើខ្លះនេះគឺជាប់ទាំងឫសចាំអីយើងដកវាចោលទៅបាទហើយមានជីកប៉ុសមានកតិចកទីស្លឹកឈើបាទមានសកៃដូងម៉ត់ចឹងជាដើមហើយខ្ញុំក៏បានថែមសបកពងទាដែលខ្ញុំហាលហើយខ្ញុំបុកឲ្យម៉ត់ហ្នឹងក៏យកមកផ្សំដែរបាទវាជាជីជំនួយផងវាជាថ្នាំកុំឲ្យសត្វស្មោចជាពិសេសហ្នឹងមកយីដំណាំយើងផងបាទនេះគឺម្ទេសបាទម្ទេសដែលលែងលូតលាស់ហើយហ្នឹងគឺបាទខ្ញុំកាត់ឫសវាចោលមួយចំនួនទៅបាទហើយក៏កាត់មែកវាចោលមួយចំនួនដែរបាទហើយបាទគឺឃើញថាគឺស្លឹកលឿងខ្លះវាលែងលូតលាស់ទៅមកបាទលែងលូតលាស់បាទវាអត់ផ្លែអត់អីទេបាទធ្លាប់ផ្លែធ្លាប់អីហើយតែប្រហែលជាអស់ជីក្នុងថោដាំហ្នឹងក៏មិនដឹងបាទក៏យើងសាកថែមជីថែមអីបាទនេះគឺសកៃដូងខ្ញុំដាក់មួយជាន់ទៀតសកៃដូងនេះគឺសកៃដូងខ្ញុំកាត់វាជាកង់តូចវាមិនល្អិតម៉ត់ទេគឺកង់តូចដើម្បីយើងដាក់ទៅពេលដែលយើងស្រោចទឹកស្រោចអីវាអត់ខ្ទាតដីចេញក្រៅបាទអញ្ចឹងយើងដាក់សកៃដូងហ្នឹងមួយជាន់គឺជាន់ពីលើបាទជាន់លើមកអស់ហ្នឹងបាទយើងប្រើសកៃដូងកតិកទីឬក៏ដែលចិញ្ច្រាំវាកង់តូចហ្នឹងបាទហើយក៏យកវាទៅស្រោចទឹកបាទនេះបងប្អូនយកវាទៅស្រោចទឹកបាទស្រោចទឹកហើយក៏ខ្ញុំដាក់ដីឥដ្ឋលើបន្តិចទៀតដើម្បីកុំឲ្យអាសកៃដូងនឹងវាខ្ទាតចេញដែរបាទនេះសប្តាហ៍ទី1បាទបន្ទាប់ពីដូរដីដូរអីហើយមកគឺសប្តាហ៍ទី1ឃើញថាលូតលាស់ល្អមែនតើបាទលូតលាស់ល្អមែនតើតាំងពីក្រោមរហូតដល់លើគឺស្លឹកខៀវស្ងាត់ហើយដោះមែកថ្មីច្រើនបាទដោយសារតែមិនត្រឹមតែថែមជីឬក៏ដូរដីទេគឺខ្ញុំប្រើជាប្រចាំហ្នឹងគឺអាសបកពងមាន់ពងទាបុកហ្នឹងបាទម្សៅពងមាន់ពងទាហ្នឹងហើយមួយទៀតខ្ញុំប្រើជីទឹកដែលជីកាកសំណល់ផ្ទះបាយដែលខ្ញុំផលិតខ្លួនឯងដែរហ្នឹងបាទប្រើវា3ថ្ងៃចាក់វាម្ដងអីចឹងទៅបាទចាក់វាតិចបាទដើម្បីទី1យើងចង់ដឹងការលូតលាស់របស់ម្ទេសទី2បាទនេះគឺជាសប្តាហ៍ទី3ចូលដល់សប្តាហ៍ទី3គឺស្លឹកកាន់តែច្រើនមែកកាន់តែច្រើនបាទមែកកាន់តែច្រើនហើយមានផ្កាផ្លែកាន់ច្រើនបាទអញ្ចឹងក្រៅពីតែយើងដូរដីថែមជីក៏យើងប្រើជីទឹកបាទជីទឹកហ្នឹងគឺជីកាកសំណល់ផ្ទះបាយដែលខ្ញុំផលិតហើយមាននៅក្នុងវីដេអូមុនផងដែរអញ្ចឹងជីទឹកនេះសំខាន់ណាស់គឺធ្វើឲ្យដំណាំយើងលូតលាស់បានល្អផងដែរបាទអរគុណច្រើន